តលេងអឺរ៉ុបជាមួយខ្ញុំណាភិនភាគទី1ការជិះយន្តហោះទៅប្រទេសអ៊ីតាលីវីដេអូម្ដងនេះរៀង upgrade តិចណាស់អ្នកទាំងអស់គ្នាខ្ញុំបានទៅដើរលេងអឺរ៉ុបហើយបានដើរលេងច្រើនប្រទេសខ្លាំងមែនតើវីដេអូនេះគឺជាវីដេអូភាគទី1ចប់ពីពិធីបុណ្យចូលឆ្នាំខ្មែររួចខ្ញុំណេះដេកមកយប់ថ្ងៃស្អែកឡើងវិចកវិចទៅលេងអឺរ៉ុបបដ ாய் ដល់ពលានយន្តហោះពោធិ៍ចិនតុងវាយប៉ាសពតប៉បឲ្យគេឆែកឆេរតិចតួចគឺយើងអាចចូលទៅរងចាំជើងហោះហើររបស់យើងបានហើយកន្លែងអង្គុយរងចាំជើងហោះហើររបស់ខ្ញុំរៀងទៅនើបដែរមានអីឲ្យញ៉ាំមានកៅអីស្រួលអង្គុយខ្លាំងមែនតើខ្ញុំណេះឃើញអញ្ចឹងមិនបង្អង់យូរគឺថាដាក់កាទៀវមួយចានដាក់សាច់ដុបចឹងមកញ៉ាំឲ្យមានកម្លាំងមុននឹងហោះហើរយន្តហោះក៏បានមកដល់ហើយខ្ញុំហោះពីរតង់គឺពីខ្មែរទៅឌូបៃនិងពីឌូបៃទៅអ៊ីតាលីចូលមកដល់លើយន្តហោះនេះគឺជាកៅអីរបស់ខ្ញុំហើយកៅអីនេះដែរគឺយើងអាចចុចធ្វើជាខែបានគេមាន free ខ្នើយ free ភួយអីផ្សេងដែលសារតែជើងហោះហើរពេលយប់ចូលមកមួយផ្លែគឺគេឲ្យទឹកស្មោះស្នេហ៍នេះយើងញ៉ាំមួយហើយគេឲ្យកាបូបនេះមួយនៅក្នុងហ្នឹងគឺមានរបស់របរសម្រាប់សម្អាតខ្លួនយើងប្រចាំថ្ងៃដូចជាសាប៊ូដោះខ្លួនសាប៊ូកក់សក់ថ្នាំដុសធ្មេញច្រាសដុសធ្មេញទឹកអប់ក្រែមម្សៅលេក្រាស់សិតសក់អីផ្សេងកស៊ូចង់សក់អីហ្នឹងឯងមកហូបវិញមានមនុយឲ្យមើលហ្មងស្រឡាញ់អាណាយកអាហ្នឹងគេឲ្យកសែងសើមនេះទុកយើងជូតមុខអីនេះមួយហើយយន្តហោះក៏ចាប់ផ្ដើមហោះហើរឡើងពេលហោះហើរឡើងហើយគឺគេចាំផ្ដើមរៀបចំអាហារពេលយប់ឲ្យយើងហើយអាហារពេលយប់ខ្ញុំថ្ងៃនេះគឺបែបអឺរ៉ុបទេមាន pasta ស្អី spaghetti ស្អីគេហ្នឹងហើយមាននំខេកនំប៉័ងអីតិចតួចហ្នឹងឯងខ្ញុំញ៉ាំអីហើយមកឆ្អែតហើយគឺខ្ញុំចាប់ផ្ដើមគេងដោយសារតែយន្តហោះរបស់យើងគឺហោះរហូតទៅដល់7ម៉ោងឯណោះបានទៅដល់ឌូបៃព្រឹកឡើងគេស្វាគមន៍យើងជាមួយនឹងអាហារពេលព្រឹកដ៏ឈ្ងុយឆ្ងាញ់ខ្ញុំញ៉ាំបដាស្ដាប់បទចម្រៀងអីតិចតួចបដាអញ្ចឹងទៅព្រោះថាម៉ាក់ខ្ញុំវិញនៅខាងឆ្វេងដៃហ្នឹងញ៉ាំបដាអង្គុយមើលតុក្កតាបដាយើងបានមកដល់ប្រទេសឌូបៃហើយប៉ុន្តែយើងនៅក្នុងពលានយន្តហោះទេដោយសារតែយើងត្រូវដូរជើងហោះហើរជិះទៅអ៊ីតាលីអត់មានអញ្ញែអីច្រើនទេអ្នកទាំងអស់គ្នាបើសិនជាយើងដូរជើងហោះហើរអញ្ចឹងគឺយើងទៅអង្គុយកន្លែងរងចាំសម្រាប់ជើងហោះហើររបស់យើងគេមានទទួលយើងជាមួយនឹងម្ហូបអាហារអីផ្សេងហ្នឹងឯងអង្គុយរងចាំមួយផ្លែតគឺយើងដូរយន្តហោះជិះយន្តហោះផ្សេងមួយទៀតដើម្បីបន្តដំណើររបស់យើងហើយនេះគឺជាកៅអីជើងយន្តហោះទី2របស់ខ្ញុំស្តៀងតែមិញដែរទេគ្រាន់តែលើកនេះរៀងទលាយបន្តិចឡើងមកដល់គឺដូចរាល់ដងគឺគេស្វាគមន៍យើងជាមួយនឹងទឹកញ៉ាំអីតិចតួចកណាត់អីដើម្បីជូតមុខហើយឲ្យយើងកំងម្ហូបលើកនេះពេលយន្តហោះហោះឡើងគឺគេក្រាកាមែលឲ្យយើងមកតង់ទៀតដើម្បីឲ្យកាន់តែស្រួលអង្គុយយើងអង្គុយចាំតែមួយផ្លែទៅម្ហូបដែលយើងកំងហ្នឹងគឺវាចេញមកហើយអ្នកទាំងអស់គ្នាមានជាផ្នែកចឹងទៅមានផ្លែឈើមានអីហើយមានបន្លែសាច់អីតាមយើងកំងចឹងទៅការធ្វើដំណើរលើយន្តហោះគឺភាគច្រើនគឺមានតែញ៉ាំហើយគេងហ្នឹងហើយអ្នកទាំងអស់គ្នាដោយសារម្ហូបក៏វាឆ្ងាញ់ដែរខ្ញុំនិយាយមែននៅលើយន្តហោះហ្នឹងទោះបីជាយើងគេងក៏គេដាស់យើងឲ្យញ៉ាំដែរកេះឯងលិចកេះឯងកើតតតែឯងញ៉ាំតបានញ៉ាំចុះញ៉ាំឡើងហោះហើរមើលទេសភាពអីតិចតួចគឺយើងបានមកដល់ប្រទេសអ៊ីតាលីហើយអ្នកទាំងអស់គ្នាចូលមកដល់ប្រទេសនេះភ្លាមគឺមានអារម្មណ៍ថាប្លែកដោយសារតែទេសភាពការរស់នៅប្រពៃណីគឺខុសប្លែកពីយើងពួកខ្ញុំក៏បានដើរសម្ដៅទៅរកព្រះវិហារមីឡានដែលជាព្រះវិហារកាតូលិកធំជាងគេមួយនៅក្នុងប្រទេសអ៊ីតាលីហើយទេសភាពគឺស្អាតខ្លាំងមែនទែនរចនាបថផ្សេងគឺគេធ្វើឡើងតាមប្រពៃណីទំនៀមទម្លាប់ជំនឿរបស់គេចឹងទៅក្បាច់ក្បូររចនាបថផ្សេងគឺពាក់ព័ន្ធជាមួយនឹងសាសនាគ្រិស្តច្រើនតែរូបក្បាច់រចនានីមួយមើលទៅមានភាពរស់រវើកគួរឲ្យចាប់អារម្មណ៍មួយយ៉ាងដែរខ្ញុំមើលអស់ចិត្តអស់ចង់ហើយក៏ខ្ញុំដើរទៅរកមើលកន្លែងញ៉ាំអីពេលយប់នៅចិត្តហ្នឹងគឺញ៉ាំម្ហូបអឺរ៉ុបទេញ៉ាំអីហើយគឺពួកយើងចាប់ផ្ដើមធ្វើដំណើរទៅកាន់អូតែលរបស់យើងដើម្បី check in ដោយសារតែពួកខ្ញុំគឺធ្វើដំណើរមកផ្លូវឆ្ងាយខ្លាំងមែនតើរយៈពេលហោះហើរគឺសរុប17ម៉ោងហើយនៅពលានយន្តហោះអីទៀតគឺ24ម៉ោងដាច់តែម្ដងអញ្ចឹងនេះគឺជាវីដេអូភាគទី1នៃការដើរលេងអឺរ៉ុបហើយសូមអ្នកទាំងអស់គ្នារងចាំភាគបន្តទាំងអស់គ្នាខ្ញុំនៅដើរលេងប្រទេសច្រើនទៀតអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាជម្រាបលាបាយ